ជុំកំណាព្យ80ភាគ233សម្ដីល្អ5យ៉ាងពាក្យសម្ដីល្អមាន5យ៉ាងសម្ដីតំណាងខាងបណ្ឌិតទី1ពោលស្ដីតែការពិតមិនភូតប្រឌិតទោះធ្ងន់ស្រាលទី2ពោលស្ដីពាក្យពិរោះមិនពោលខោគោះមិនអុចអាលទី3ពោលស្ដីត្រូវតាមកាលមុននឹងដំណាលប្រមើលការទី4ពោលពាក្យមានប្រយោជន៍រយរាយអសោចឥតវាចាទី5ពោលដោយចិត្តមេត្តាគ្រប់គ្នាប្រាថ្នារកសុខពិតសម្ដី5យ៉ាងនេះល្អណាស់ទោះក្មេងឬចាស់បានប្រព្រឹត្តបានសុខសេរីក្នុងជីវិតសប្បុរសឆ្ងាយចិត្តមូលមិត្តមក34បណ្ដាំម៉ែឪអ្នកកូនមាសស្ងួនអើយកូនធំហើយត្រូវថែប្រានម៉ែឪនៅមើលបានមិនប៉ុន្មានចែកឋានទៅចូលកូនខំសិក្សាតាន់មេត្តាបីដានៅគប់មិត្តគិតឲ្យជ្រៅស្គាល់ដល់ទៅលំនៅស្ថានបើកូនជួបបណ្ឌិតទោះតិចពិតកូនគង់បានប្រយោជន៍សម្រាប់ប្រានមិនរំខានសន្តានឡើយកូនគុំនាំចំនួនក្រែងរងគ្រោះណាកូនហើយសត្រូវតែមានហើយម្នាក់ក៏ដោយព្រួយឥតលហែរីឯមិត្តកល្យានមានប៉ុន្មានក៏តិចដែរកូនត្រូវរក្សាថែកុំឆាប់ប្រែបែបែកមិត្តបើបាត់ឲ្យគេនឹកនៅល្ងាចព្រឹកគេចង់ចិត្តត្រូវពោលតែពាក្យពិតកុំប្រឌិតកុំភូតផលម៉ែឪខ្លាចខូចឈ្មោះកូនរៀនខ្ពស់រស់ខ្វះធម៌ក្រែងកូនហួសផ្លូវល្អនាំវឹកវរម្ដាយទឹកភ្នែកអស់ពីម៉ែឪទៅកូនរស់នៅត្រូវសង្វេគកុំលោភលន់ខ្លាំងពេកនាំបាក់បែកអស់មិត្តញាតិកុំចូលតាមតណ្ហាកុំតវ៉ានឹងធម្មជាតិសិលទានមានមេរយាទកុំវិវាទញាតិចិត្តខាងរស់នៅក្នុងសង្គមស្គាល់អ្នកធំកុំឡើងចាងរឹកខ្ពស់ហួសទីអាងផុតសំណាងណាកូនណាបើដឹងកូនមានទុក្ខម្ដាយឪពុកសានថ្លៃផ្សារទោះបីកូនស្ដីថាឲ្យមេត្តាបីដាក្ដីម៉ែឪសានសង្វេគស្រក់ទឹកភ្នែកពុំចេញស្ដីពុំមានគុំគូនអីកូនប្រុសស្រីអ្វីសោះឡើយ35បញ្ជីមរណៈក្រមុំកំឡោះសម្រស់ឆាតឆាយចាស់ទៅនឹកស្ដាយរូបកាយពីក្មេងខ្លះចាំដល់ចាស់អ្នកខ្លះវង្វេងរូបកាយនេះឯងតែងបែកធ្លេពិតអ៊ំប្រុសនៅរស់ស្រង់ឈ្មោះអ្នកស្លាប់អ្នកដែលធ្លាប់ស្ដាប់សិក្សាពិនិត្យជាមួយលោកគ្រូអគ្គបណ្ឌិតរៀនសូត្រធម៌ពិតទល់ថ្ងៃមរណានៅបាត់ដំបងនៅចាំឈ្មោះខ្លះអ្នកដែលស្គាល់ច្បាស់ត្រូវអស់សង្ខារលោកតាក្អាតហ៊ានចាស់ព្រឹទ្ធាចារ្យកងហៈមរណាពេលរៀនជុំគ្នាយាយយឿងយាយយឺមយាយលៀងប៉ោណៃយាយចូលរំរៃយាយអាយក្រំគ្រាតានូជុំផុនយាយទូចតាជាសុទ្ធតែជារាហើយចែកឋានទៅពេតពេជ្រអំប៉ែកយាយពេជ្រយាយឆានតាសេមតាផានលោកតាអ្នកម៉ៅខ្លះធ្លាប់បានចូលបោះពុំស៊ីវភៅសល់តែឈ្មោះនៅស៊ីវភៅបញ្ជីភ្នំពេញមរណាតាសំរងវ៉ាន់តានូប៊ុនច័ន្ទតាផាន់សារីតាសួងតាសុនយាយឌីសារៀមសេងលីគ្រូវីស្ររ៉េតពលនាងសៅសុចច័ន្ទលៈកងគ្រីយាយតាក់ជាលីស៊ីឆននប់យេត
dây rươn dây cái bân rơi rơi plẹt sọc mà cรูpẹt dây bồn dây thạch sọc phẹt sọc chiết tà chôm tuh to rơi thum tuh slot rơi cài tà prương tà em có âm ngài nẹ là ngông nẹ prạch slap chia bằng tò một đài bàn trà hàng lơ tèng ca đài nở ru slap bàn sang lọ ធ្លាប់បានធ្វើទានធ្លាប់រៀនព្រះធម៌មិននាំវឹកវរដល់សង្គមជាតិពុំមែននៅរស់សាបរស់ពូជភ័យឲ្យអ្នកដតីរីងរៃបែកឃ្លាតរស់ខ្វះព្រះធម៌បង្កវិវាទកើតមកមួយជាតិមេរយាទអសោចអ្នកដែលធ្វើល្អហើយក៏ស្លាប់ទៅល្អជាងរស់នៅមិនធ្វើប្រយោជន៍បានត្រឹមរស់នៅគេហៅមិនខ្មោចសាងកម្មអសោចពុំរួចដើមឡើយអ៊ំប្រុសក៏រស់មិនបានប្រមាណដែរឡើងឈាមមកក្បែរចាំដង្ហើមហើយថ្ងៃអស់ជីវិតនៅចិត្តបង្កើយតែរស់នៅឡើយសន្សំបនសិន37ត្រៀមឡើងយន្តហោះចំណោចិត្តផ្សងចំណងបាច់ផ្ការៀបថ្វាយទេវតារក្សាពាក្យពិតទេវតាកំណើតបង្កើតជីវិតនៅឆ្ងាយឬចិត្តដិតដោយមេត្តាប្រឡោកដួងចិត្តដិតដោយសទ្ធាទោះក្តៅរងាឈឺជាម្ដេចណារងចាំថ្ងៃខែដែលប៉ងប្រាថ្នាធ្វើធម្មយាត្រានាដែនដីព្រះថ្ងៃចេញទៅពិតចិត្តចូលមកដល់រៀបចំភោគផលតម្កល់ក្នុងផ្ទះវ៉ាលីសោចាក់ទុកដាក់ប្រាក់មាសដែលមានខ្លះសម្រាប់បូជាប្រលឹមចិត្តភ្លឺឮសូរសំឡេងការងារផ្សេងលើកលែងមួយគ្រារៀបចេញដំណើរទៅដើរជុំគ្នានៅលើទីធ្លានាវាយន្តហោះទាំងបងប្អូនពិតទាំងមិត្តចិត្តឆ្ងាយចូលរួមសប្បាយជូនដោយចិត្តស្មោះបុណ្យជួយរញច្រានបានជួបភ្នែកស្រស់បានឡើងយន្តហោះដូចចិត្តដែលចង់ធ្លាប់ឃើញសត្វស្លាបហើរឆាបរកស៊ីហើរដោយស្លាបពីរជើងរួញក្រញាំងបាក់សីស្លាប4ខ្លួនដែលមានកង់ងើបក្បាលឆ្ពោះត្រង់តម្រង់វេហាអស់ឡើងខ្យល់បឺតហឺតពុះកន្លងភ័យផងអផងចងជាប់ជើងណាត្រជាឡើងហឹងតាំងខុសធម្មតាខះករកថាយ៉ាងណាពុំត្រូវខ្លួនធំជាងផ្ទះអាចហោះឡើងបាននាំមនុស្សប៉ុន្មានបានហោះឡើងទៅខ្ពស់ពពកយកមេឃជាផ្លូវក្នុងអាកាសជ្រៅពុំឃើញដីឡើយរំលងព្រៃធំភ្នំខ្ពស់បំផុតទាំងមហាសមុទ្រឆ្លងផុតឃើញត្រើយបន្ទាបខ្លួនចុះពើតពុះទៀតហើយដល់ដីទៅស្បើយរហើយចិន្តាទីដែលប៉ុនពងបានឆ្លងមកដល់សន្សំកុសលយល់ហើយចាស់ថ្លាមកដល់ពុទ្ធស្ថានបានដោយប្រាថ្នាធ្វើធម្មយាត្រាមកថ្វាយបង្គំទេវតាទាំងឡាយសូមជួយរក្សាក្រុងធម្មយាត្រានៃពួកយើងខ្ញុំឲ្យបានសុខសាន្តហើយបានសន្សំកុសលបុណ្យធំឧត្តមថ្លៃថ្លាឧបសគ្គទាំងឡាយជៀសឲ្យឆ្ងាយទៅកុំមកឆាឆៅក្រុងធម្មយាត្រាបុណ្យថ្នាក់សិលទានបានជួយរក្សាបរិស័ទគ្រប់គ្នាចាស់ថ្លាកន្លងសូមឧទ្ទិសផលដល់ញាតិកាមេត្តាបិតាគ្រួសារបងប្អូនសូមសុខសប្បាយកុំឲ្យមានមងសូមបុណ្យចម្លងឆ្លងផុតទុក្ខភ័យ